នៅក្នុងភាគមុនយើងបានឃើញការសុតបាល់របស់ Koeman, Bale, Roberto Carlos និង Zlatan តែពេលនេះយើងនឹងចូលទៅកាន់កម្រិតថ្មីកន្លែងដែលបាល់មិនត្រឹមតែហោះទេតែហោះបាញ់ដូចគ្រាប់រ៉ុកែតលេខ6 Steven Gerrard ការលេងនៅក្លឹប Liverpool និងលេងឲ្យជម្រើសជាតិ England ម្ចាស់ជើងដែកនៅ Liverpool បាល់ដែលចេញពីជើង Gerrard អាចឲ្យអ្នកគាំទ្រស្ទើរតែបាត់ដង្ហើមគាត់សុទ្ធលឿនជាង150គីឡូម៉ែត្រក្នុងម៉ោងជាពេលដែលបាល់ប៉ះសំណាញ់ដូចផ្ទុះគ្រាប់បែកគាត់ជាគំរូនៃការលេងដោយទំនុកចិត្តនិងកម្លាំងសុទ្ធលេខ5 Cristiano Ronaldo ការលេងនៅក្លឹប Real Madrid និងលេងឲ្យជម្រើសជាតិ Portugal ហើយលោកគាត់នៅ Al Nassr មិនមានបញ្ជីណាអាចគ្មានឈ្មោះគាត់បានទេ Ronaldo ជាបុរសដែលបំផ្លាញការសុទ្ធបាល់ធម្មតាទៅជាវិទ្យាសាស្ត្របាល់ជើងស្ដាំរបស់គាត់អាចសុទ្ធលឿនជាង155គីឡូម៉ែត្រក្នុងម៉ោងជាពេលដែលបាល់ហុកបត់ជិតមិនវិភាគបានគេហៅគាត់ថា The Human Rocket លេខ4 Tony Yeboah ការលេងនៅក្លឹប Leeds United និងលេងឲ្យជម្រើសជាតិកាណាមុនពេល Ronaldo ឬ Messi លេចចេញមាន Yeboah ដែលធ្វើឲ្យ Premier League រន្ធត់គាត់សុទ្ធលឿនប្រហែល160គីឡូម៉ែត្រក្នុងម៉ោងជាបាល់ដែលបំផាក់សំណាញ់ក្របល្បីបំផុតគឺការប៉ះកញ្ញារវាង Liverpool និង Wimbledon សូម្បីតែអ្នកគាំទ្រ Liverpool ក៏សរសើរគាត់ដែរពេលអ្នកឃើញបាល់ហោះដូចអាវុធនោះជាស្នាដៃរបស់អ្នកទាំងនេះតែសូមរំចាំ EP3 ពេលដែលយើងនឹងឃើញបាល់លឿនបំផុតនៅប្រវត្តិសាស្ត្រលើ180គីឡូម៉ែត្រក្នុងម៉ោង